សូមជូនរឿងចោកនឹងព្រេងអាពីពិពានៅក្នុងព្រៃដ៏ជ្រៅមួយមានសត្វចោកឈ្មោះចោកឆ្លាតព្រួញវាមានស្មារតីវៃឆ្លាតហើយពូកែប្រើព្រេងបិទខ្លួនដើម្បីជួយវាប្រយុទ្ធជីវិតក្នុងព្រៃដ៏លំបាកនៅមួយថ្ងៃចក្រគិតថាអាយុខ្ញុំកំពុងចាស់ទៅរៀងខ្ញុំត្រូវរកវិធីបង្កើនតម្លៃជីវិតខ្លួនឯងព្រេងខ្លួននឹងមិនត្រឹមតែជាអាវុធការពារតែអាចជាផ្នែកនៃអាជីពផងដែរចោកបានដើរឆ្លងព្រៃបង្កើតរោងចក្រកាត់ប្រេងជ្រលក់វាប្រើប្រេងខ្លួនដើម្បីបង្កើតថ្នាំដុសធ្មេញធម្មជាតិក្រែមលាបស្បែកនិងទឹកបាញ់បាក់ស្ករពួកសត្វជាច្រើនចាប់ផ្ដើមចូលមកទិញផលិតផលរបស់វាសត្វស្វាឆ្ងាយសំបីមកទិញប្រេងចោកដើម្បីលាបស្បែកមុនទៅជួបមិត្តស្រីតែជីវិតគ្មានតែភាពល្អឥតខ្ចោះមានសត្វខ្លាឃ្មុំមួយឈ្មោះនីខ្លាចន្លាចលហិតដែលចាប់អារម្មណ៍លើជោគជ័យនៃចោកវាប្រើការផ្អៀងសត្វផ្សេងនិយាយថាចោកប្រើប្រេងខ្លួនជាគ្រឿងលាបព្យាបាលតើគួរឬទេសត្វជាច្រើនចាប់ផ្ដើមសង្ស័យការលក់ប្រេងចាប់ផ្ដើមធ្លាក់ចុះចោកមានអារម្មណ៍ដូចជាសុបិនរបស់វាកំពុងរលាយប៉ុន្តែវាមិនចុះចាញ់វាប្រើប្រេងខ្លួនធ្វើជាសារពាណិជ្ជកម្មកំប្លែងចោកប្រេងដាំចិត្តលាបទៅចេះខ្លះហើយទទួលបានស្នេហាការសើចនិងភាពអំណរចាប់ផ្ដើមវិលត្រឡប់មកវិញចោកបានសង្កួសស្លាករបស់ខ្លួនវិញដោយការឆ្លាតវៃនិងការជឿជាក់លើខ្លួនឯងនាពេលចុងក្រោយវាប្រាប់កូនចៅរបស់វាកុំភ្លេចការពិតប្រេងរបស់យើងគឺការខិតខំប៉ុន្តែអ្វីធ្វើឲ្យវាសំខាន់គឺចិត្តមិនបោះបង់